ជំរាបសួរបងជំងឺ stroke មានអាការៈអីគេខ្លះហ៎ អូខេនេះជាអ្វីដែលខ្ញុំចង់ចែកម្លេចជាទូទៅត្រូវចាំពាក្យអង់គ្លេសមួយ FAST fast ហ្នឹងមកពាក្យ face មានមុខរបស់យើងធ្លាក់មកចំហៀង A ហ្នឹង arm ដៃទន់មកចំហៀង S speech ការនិយាយអត់ច្បាស់ T ហ្នឹងមានថា time មកទីពេទ្យឲ្យទាន់ពេលវេលាអញ្ចឹងជាសរុបមក stroke គឺមានអាការៈធ្លាក់មុខមកចំហៀងនិយាយអត់ច្បាស់ទន់ដៃមកចំហៀងចុះបើសិនជាអ្នកជំងឺគាត់គ្រាន់តែធ្លាក់មុខមកចំហៀងហើយនឹងនិយាយអត់ច្បាស់មានអាការៈទី2ហ្នឹងឯងតើអាចរាប់ថាជាជំងឺ stroke អត់វាអាចនៅក្នុងជំងឺ stroke ដែរប៉ុន្តែនៅពេលហ្នឹងយើងត្រូវតែធ្វើ MRI បន្ថែមទៀតដើម្បីរកថាពិតជាមាន stroke ឬក៏អត់ចុះបើសិនជាដូចខ្ញុំអាសាក្រោកពីគេងមកហើយស្ពឹកមកចំហៀងខ្លួនតើហ្នឹងគួរឲ្យបារម្ភហើយបងគួរឲ្យបារម្ភដែរព្រោះអីស្ពឹកមកចំហៀងខ្លួនវាអាចជាសញ្ញាណមួយនៃការ warning sign របស់ជំងឺ stroke អញ្ចឹងគួរតែស្វែងរកការប្រឹក្សាមុនតើយើងអាចពន្យាការព្យាបាលឬមួយក៏ការពិនិត្យនឹងបានទេជាទូទៅខ្ញុំ recommend ឲ្យមកកាន់តែលឿនកាន់តែល្អព្រោះអីនៅពេលដែលកើតមាន warning sign គាត់អាចនឹងកើតឡើងម្ដងទៀតអញ្ចឹងនៅពេលដែល stroke មែនទែនទៅគាត់ពិបាកក្នុងការព្យាបាលបាទអរគុណច្រើនបងសូមអរគុណអញ្ចឹងជំងឺ stroke អាចមានការព្យាបាលនៅមន្ទីរពេទ្យអន្តរជាតិ Olinda សូមអរគុណ